ថ្ងៃនេះខ្ញុំប្រកាសថាខ្ញុំសូមដកស្រង់នៅបទបញ្ញត្តិមួយចំនួនពាក់ព័ន្ធទៅនឹងគណៈបកនយោបាយនៅក្នុងប្រជាជាតិកម្ពុជាហើយក៏យោងតាមច្បាប់គណៈបកនយោបាយរបស់ប្រជាជាតិកម្ពុជាដែរមុនដំបូងខ្ញុំប្រកាសថាខ្ញុំសូមបង្ហាញអំពីអត្ថន័យឬក៏នយោបាយរបស់គណៈបកនយោបាយសិនមែនទែនទៅគឺបងប្អូនសាធារណជនបានទទួលជ្រាបហើយថាគណៈបកនយោបាយមានន័យថាម៉េចជាអារម្មណ៍របស់យើងគឺយើងមិនទាំងសួរថាតើវាមានន័យថាម៉េចឬក៏និយមន័យវាបែបណាទេគឺយើងកាត់យល់តែម្ដងក៏ប៉ុន្តែតាមន័យច្បាប់គណៈបកនយោបាយគឺជាក្រុមមនុស្សដែលមានគំនិតនិងឆន្ទៈស្របគ្នាហើយដែលរួបរวมគ្នាដោយស្ម័គ្រចិត្តតាមកិច្ចសន្យាបង្កើតឡើងនៅអង្គការមួយដែលមានលក្ខណៈអចិន្ត្រៃយ៍និងស្វ័យភាពដើម្បីចូលរួមនៅក្នុងឆាកនយោបាយជាតិតាមរបបប្រជាធិបតេយ្យសេរីពហុបកដោយការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ស្របតាមការកំណត់នៃរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធជាធរមានអត្ថន័យនេះគឺមានបញ្ញត្តិនៅក្នុងមាត្រា2ច្បាប់ស្តីពីគណៈបកនយោបាយឆ្នាំ1997ពាក់ព័ន្ធទៅនឹងទំនាក់ទំនងអន្តរជាតិរបស់គណៈបកនយោបាយវិញជាទូទៅគឺមិនបានហាម5ទេឲ្យតែទំនាក់ទំនងនោះជាទំនាក់ទំនងធម្មតាសង្គមទូទៅកុំឲ្យតែស៊ីជម្រៅត្រូវរកឃើញថាស្ថិតនៅក្រោមការបង្គាប់បញ្ជាស្ថិតនៅក្រោមចំណុះបាទឬក៏បាទគណៈបកនយោបាយបរទេសរដ្ឋាភិបាលបរទេសឬក៏តួអង្គបរទេសណាមួយផ្គត់ផ្គង់ហិរញ្ញវត្ថុផ្ដល់វិភាគទានកញ្ចប់ថវិកាឬក៏មូលនិធិឲ្យគណៈបកនយោបាយនៅក្នុងប្រទេសកម្ពុជាធ្វើសកម្មភាពនយោបាយរបស់ខ្លួនគឺផ្ទុយនឹងច្បាប់នៃគណៈបកនយោបាយរដ្ឋធម្មនុញ្ញនិងច្បាប់ផ្សេងៗដទៃទៀតនៅក្នុងមាត្រា7នៃច្បាប់ស្តីពីគណៈបកនយោបាយគេបានបញ្ញត្តិច្បាស់លាស់ថាគ្រប់គណៈបកនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះឬការបង្គាប់បញ្ជារបស់គណៈបកនយោបាយបរទេសឬរបស់រដ្ឋាភិបាលបរទេសនេះគឺជាបញ្ញត្តិជាក់លាក់ច្បាស់អំពីសិទ្ធិឬក៏ព្រំដែននៃទំនាក់ទំនងអន្តរជាតិរបស់គណៈបកនយោបាយនៅក្នុងមាត្រា29ថ្មីបញ្ញត្តិថាគណៈបកនយោបាយត្រូវបានហាមឃាត់មិនឲ្យទទួលវិភាគទានបានន័យថាហិរញ្ញវត្ថុកញ្ចប់ថវិកាលុយកាក់មូលនិធិបាទទោះតាមរូបភាពណាក៏ដោយពីស្ថាប័នបរទេសក្រុមហ៊ុនបរទេសជនបរទេសឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេសហាមដាច់ខាតបាទបន្តមកទៀតមាត្រា38ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់គណៈបកនយោបាយបានចែងថាគ្រប់គណៈបកនយោបាយទាំងអស់ត្រូវគោរពរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណៈបកនយោបាយនិងច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជាចំពោះគណៈបកនយោបាយណាដែលបានប្រព្រឹត្តខុសទៅនឹងរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណៈបកនយោបាយនិងច្បាប់ជាធរមានដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជាក្រសួងមហាផ្ទៃអាចចាត់វិធានការដូចខាងក្រោមបាទទី1ចេញលិខិតជូនដំណឹងឲ្យគណៈបកនយោបាយនោះធ្វើការកែតម្រូវក្នុងរយៈពេល1ជាកំណត់ទី2ធ្វើការព្រមានជាលិលាអក្សរនិងចាត់វិធានការបញ្ឈប់សកម្មភាពខុសច្បាប់ក្នុងករណីចាំបាច់ទី3សម្រាប់ផ្អាកសកម្មភាពរបស់គណៈបកនយោបាយនោះជាបណ្ដោះអាសន្នក្នុងរយៈពេល1ជាកំណត់ទី4ប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណៈបកនយោបាយនោះក្នុងករណីកំហុសមានលក្ខណៈធ្ងន់ធ្ងរនៅមានបន្តទៀតអំពីបញ្ញត្តិឬក៏ព្រំដែននៃទំនាក់ទំនងអន្តរជាតិរបស់គណៈបកនយោបាយដែលដើរហួសបន្ទាត់ក្រហមមាត្រា40ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយបានចែងថាគណៈបកនយោបាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា29ថ្មីនៃច្បាប់នេះត្រូវផាកពិន័យជាប្រាក់ដោយក្រសួងមហាផ្ទៃចំនួន20លានរៀលក្នុងករណីវិភាគទានដែលគណៈបកនយោបាយបានទទួលដោយល្មើសនឹងមាត្រា29ថ្មីនៃច្បាប់នេះមានតម្លៃលើសពី20លានរៀលត្រូវផាកពិន័យជាប្រាក់ទ្វេ1ជា2នៃតម្លៃនៃវិភាគទាននោះក្រសួងមហាផ្ទៃអាចសម្រេចផ្អាកសកម្មភាពគណៈបកនយោបាយនោះជាបណ្ដោះអាសន្ន
ក្នុងរយៈពេលមួយជាកំណត់ក្នុងករណីនៅតែប្រព្រឹត្តល្មើសទៀតត្រូវផាកពិន័យជាប្រាក់ទ្វេមួយជា2នៃប្រាក់ពិន័យលើកមុនហើយក្រសួងមហាផ្ទៃអាចប្តឹងរំលាយគណៈបកនយោបាយនោះទៅតុលាការបាទនេះគឺជាបទបញ្ញត្តិបន្តមកទៀតមានបទបញ្ញត្តិសម្រាប់នៃគ្រប់គ្រងទំនាក់ទំនងអន្តរជាតិដែលគណៈបកបានដើរហួសពីបន្ទាត់ក្រហមពលគឺក្នុងមាត្រា44ថ្មីបានចែងថាដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតគណៈបកនយោបាយដែលបានប្រព្រឹត្តល្មើសនឹងមាត្រា6ថ្មីមាត្រា7នៃច្បាប់នេះតុលាការអាចសម្រេចដូចខាងក្រោមទី1គឺផ្អាកសកម្មភាពគណៈបកនយោបាយនោះក្នុងរយៈពេលមិនលើសពី5ឆ្នាំទី2គឺរំលាយគណៈបកនយោបាយនោះបាទនេះគឺជាបទបញ្ញត្តិនៃទំនាក់ទំនងអន្តរជាតិរបស់គណៈបកនយោបាយប៉ុន្តែខ្ញុំកាលណាខ្ញុំសូមប្រកេនបញ្ជាក់ថាបើសិនជាទំនាក់ទំនងធម្មតាទាំងផ្ទៃក្នុងទាំងក្រៅប្រទេសมันមានការខ្ទាស់នឹងច្បាប់ទេកុំឲ្យទៅរកឃើញថាគណៈបកនយោបាយរបស់យើងស្ថិតនៅក្រោមការបង្គាប់បញ្ជាពីគណៈបកនយោបាយបរទេសពីរដ្ឋាភិបាលបរទេសស្ថិតក្រោមចំណុះនៃភាគីបរទេសទទួលជំនួយបាទហិរញ្ញវត្ថុកញ្ចប់ថវិកាមូលនិធិបាទឬក៏លុយកាក់ទ្រព្យធនសម្រាប់យកមកប្រតិបត្តិការសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជាគឺมันអាចធ្វើទៅបានទេនេះគឺជាបទបញ្ញត្តិច្បាប់ហើយមិនមែនតែកម្ពុជាមួយទេគឺប្រទេសនៅលើពិភពលោកក៏ហាម5ដែរពីព្រោះបើសិនជាគណៈបកនយោបាយមួយទទួលលុយទ្រព្យធនឬស្ថិតនៅក្រោមចំណុះស្ថិតនៅក្រោមការបង្គាប់បញ្ជាពីភាគីបរទេសច្បាស់ណាស់ហើយថាផលប្រយោជន៍ជាតិនឹងបាត់បង់ភាពជាម្ចាស់ការនៃគណៈបកឯករាជ្យភាពនៃគណៈបកនឹងបាត់បង់ក្នុងក្របខ័ណ្ឌដែលគណៈបកនោះមានសម្លេងនៅក្នុងសភាឬក៏ឈានទៅដល់ដឹកនាំប្រទេសច្បាស់ណាស់ហើយថានឹងធ្វើទៅតាមសំណុំពរធ្វើទៅតាមអ្វីដែលគណៈបកនយោបាយបរទេសរដ្ឋាភិបាលបរទេសឬតួអង្គបរទេសណាមួយគេចង់បានដែលពេលនោះហើយនាំឲ្យប្រទេសទាំងមូលត្រូវបាត់បង់នៅអធិបតេយ្យភាពនៅឯករាជ្យពលគឺគេអាចជ្រៀតចូលលើកិច្ចការងារផ្ទៃក្នុងរបស់រដ្ឋមួយដែលខុសពីច្បាប់អន្តរជាតិពលខុសពីគោលការណ៍របស់អង្គការសហប្រជាជាតិអញ្ចឹងហើយបានជាបណ្ដាប្រទេសទាំងអស់បានបញ្ញត្តិច្បាប់ស្ដីពីគណៈបកនយោបាយហាម5គណៈបកនយោបាយនៃរដ្ឋមួយទៅចំណុះឲ្យគណៈបកនយោបាយនៃរដ្ឋបរទេសឬចំណុះឲ្យរដ្ឋាភិបាលបរទេសឬក៏ស្ថិតនៅក្រោមការបង្គាប់បញ្ជាឬក៏ទទួលលុយកាក់ទ្រព្យធនថវិកាមូលនិធិឬក៏វិភាគទានពីតួអង្គបរទេសនោះនេះគឺជាបញ្ញត្តិសកលខ្ញុំកាលណាខ្ញុំសូមអនុញ្ញាតបញ្ចប់ត្រឹមប៉ុណ្ណឹងខ្ញុំកាលណាខ្ញុំនឹងព្យាយាមដកស្រង់នៅចំណុចសំខាន់នៃបទបញ្ញត្តិច្បាប់ដែលពាក់ព័ន្ធទៅនឹងជីវភាពឬក៏ទំនាក់ទំនងសង្គមប្រកេនគោរពជូនជំរាបជូនជាការឆ្វេងយល់សូមថ្វាយបង្គំលាសូមគោរពលាជំរាបលា